ជំរាបសួរនិងស្វាគមន៍សាជាថ្មីមកកាន់កម្មវិធី Beyond the Boundary ជួបជាមួយខ្ញុំបាទ Lenin ជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីហើយនៅក្នុងថ្ងៃនេះយើងគោរពទៅតាមការសន្យាយើងបាននាំភ្ញៀវកិត្តិយសថ្មីមួយរូបមកចែករំលែកជាមួយនឹងបទពិសោធន៍នៃអាជីវកម្មថ្មីក៏ដូចជាអាជីវកម្មរបស់ពួកគាត់អញ្ចឹងកុំឲ្យខាត់ពេលយូរយើងជួបជាមួយគាត់ទាំងអស់គ្នាជំរាបសួរបងបាទជំរាបសួរបាទសុខសប្បាយទេបងមិននេះបាទអញ្ចឹងចង់ឲ្យបងណែនាំខ្លួនជាដូចក៏ដូចជាអាជីវកម្មរបស់បងទៅកាន់អ្នកតាមដានរបស់យើងទាំងអស់គ្នាបាទជំរាបសួរម្ដងទៀតខ្ញុំឈ្មោះកំពិសាលជាគណនាយកនៅក្រុមហ៊ុន Modernai Tech Insight ជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយនៅក្នុងការ develop software ក៏ដូចជាយើងមាន software in house របស់យើងជាច្រើនដែរតែសម្រាប់គ្រប់គ្រងទៅលើmart restaurant ប្រព័ន្ធធនធានមនុស្សក៏ដូចជាគ្រប់គ្រងផ្ទះសំណាក់បាទបងអរគុណច្រើនបងសម្រាប់ការណែនាំខ្លួនក៏ដូចជាអាជីវកម្មអញ្ចឹងបើយើងនិយាយទៅជាគេហៅជាក្រុមហ៊ុននៅក្នុងការគ្រប់គ្រងប្រព័ន្ធដំណោះស្រាយអាជីវកម្មតើបងអូខេបងអញ្ចឹងឃើញថាមួយរយៈនេះអាជីវកម្មមួយចំនួនឃើញជួបបញ្ហាច្រើនទៅលើការគ្រប់គ្រងអញ្ចឹងមានក្រុមហ៊ុនដូចបងគឺប្រហែលជាប្រសើរនៅក្នុងការដោះស្រាយបញ្ហាអាជីវកម្មរបស់ពួកគាត់បាទអូខេតែបងខ្ញុំដោយសារខ្ញុំបានស្គាល់បងពីមុនខ្លះតាកតងនឹងបទពិសោធន៍របស់បងខ្ញុំចាប់អារម្មណ៍ចំណុចមួយដែលបងបើធៀបជាមួយនឹងម្ចាស់អាជីវកម្មដទៃវាមានភាពខុសប្លែកបន្តិចព្រោះតាមតែដឹងគឺបងបានបោះមានន័យថាមុនដែលបងចាប់ផ្ដើមអាជីវកម្មគឺបងនៅជាបុគ្គលិកក៏ប៉ុន្តែមុនដែលបងជាបុគ្គលិកគឺបងជាអ្នកដែលបានបង្កើតប្រាក់ចំណូលខ្លួនឯងតាមរយៈ freelance ឬក៏តាមរយៈការងាររបស់បងមួយចំនួនដែលចំណូលរៀងគួរសមតែក៏បានដឹងបន្ថែមទៀតថាបងបានបោះបង់ចំណូលរបស់បងកាលពីដែលបងមុនចូលជាម្ចាស់អាជីវកម្មហើយមុនខ្លាចជាបុគ្គលិកហ្នឹងតែចង់ដឹងថាតើមានមូលហេតុអីធ្វើឲ្យបងហ៊ានបោះបង់ចំណូលដែលយើងធ្លាប់រកបានច្រើនហើយយើងមកចាប់ជាបុគ្គលិកហើយចំណូលបើធៀបទៅវាខុសគ្នារៀងឆ្ងាយដែរតាមតែដឹងបងអញ្ចឹងចង់បង break down ឡើងនឹងតិចដើម្បីឲ្យបានអ្នកតាមដានក៏ដូចជាអ្នកគ្រប់គ្រងគាត់បានដឹងអូខេកន្លែងហ្នឹងជារឿងល្អមួយដែលអាចចែករំលែកទៅកាន់startup founder ក៏ដូចជាបងប្អូននិស្សិតដែលត្រៀមខ្លួនចង់ពង្រឹងសមត្ថភាពខ្លួនឯងខ្ញុំគិតថាជារឿងល្អមួយដែរមែនទែនទៅអាជីវកម្មឬក៏ជា freelance ដែលខ្ញុំបានរកចំណូលដល់ខ្លួនឯងបានច្រើនហ្នឹងគឺកំឡុងពេលដែលខ្ញុំកំពុងរៀនបាទខ្ញុំកំពុងរៀនខ្ញុំចូលចិត្តពីដើមមកគឺខ្ញុំចូលចិត្តខាង computer ក្រោយមកខ្ញុំរៀនជំនាញ computer ហ្នឹងតាំងពីឆ្នាំ2003 2004មកម្លេះបាទបងបាទហើយខ្ញុំចេះជំនាញជួសជុលចេះជំនាញពី computer ជាជំនាន់ហ្នឹងគឺអត់សូវមានមកភូមិអីមាន computer 1 2ទេបាទអញ្ចឹងក្រោយមកក៏សាយភាការងារដែលខ្ញុំកំពុងធ្វើហ្នឹងក៏គេដឹងច្រើនអញ្ចឹងក៏គេបញ្ជូនកូនឲ្យមករៀនជាមួយខ្ញុំឬក៏បន្តមកទៀតខ្ញុំរៀននៅសាលាអញ្ចឹងទៅគេដឹងតែខ្ញុំចេះគេឲ្យខ្ញុំបរៀនបាទបរៀនហើយបន្តមកទៀតក៏មានចេះតែរៀនមកច្រើនទៅដែលយើងនៅក្នុងហ្នឹងខ្ញុំបើកម៉ោងប្រហែលជា 2-3 ម៉ោងបន្ទាប់ពីការរៀនរបស់ខ្ញុំគឺមួយថ្នាក់10នាក់អីជាងចឹងកាលហ្នឹងក៏បានច្រើនដែរម្នាក់ដូចជាចន្លោះពី50ទៅ100ជាងដែរអូក្រៅបាទក្នុងមួយថ្នាក់អញ្ចឹងខ្ញុំបរៀន3ថ្នាក់ហ្នឹងគឺខ្ញុំអាចរស់ស្រួលបាទអាចថារស់ស្រួលប៉ុន្តែក្រោយមកទៀតខ្ញុំគិតថាចំណូលប៉ុណ្ណឹងខ្ញុំត្រូវខំប្រឹងចំណាយពេលវេលារបស់ខ្ញុំវាច្រើនអញ្ចឹងថាតើខ្ញុំត្រូវតែធ្វើខ្លួនឯងអញ្ចឹងរហូតដើម្បីបានចំណូលប៉ុណ្ណឹងឬយ៉ាងណាដូច្នេះហើយខ្ញុំគិតថាតែបងសុំកាត់មកទីអាកាលចំនួនហ្នឹងបងអាចបញ្ជាក់បានឯកហ្នឹងប្រហែលជាចន្លោះឆ្នាំណាដែរបងចាប់ពីឆ្នាំ2006ទៅខ្ញុំបរៀនរហូតដល់ឆ្នាំ2010ជាកំឡុងពេលដែលបងកំពុងតែសិក្សាដូចគ្នាសិក្សាដូចគ្នាកាលនោះខ្ញុំរៀនថ្នាក់ទី7ទី8អូទី7ទី8ចេះកុំព្យូទ័រហើយអាចបរៀនគេបានទៀតហើយជាក់ស្ដែងកូនសិស្សរបស់ខ្ញុំសិតតែនាយកសាលាកុំព្យូទ័រហ្នឹងតែម្ដងអូបងសិស្សល្អមែនទេបើមជ្ឈមណ្ឌលបរៀនកុំព្យូទ័រពីព្រោះថាចំនួនហ្នឹងអត់សូវមានកុំព្យូទ័រទេមានតែផ្ទះខ្ញុំហើយនឹងមានតែប្រហែលទេអញ្ចឹងអ្នកដែលមានជំនាញកុំព្យូទ័រហ្នឹងគឺតិចខ្លាំងខ្ញុំអត់ទាន់ស្គាល់ទេគាត់តែកុំព្យូទ័របែរមុខទៅខាងណាទេបាទអញ្ចឹងត្រឡប់មកវិញខ្ញុំថាបើសិនជាខ្ញុំនៅទទួលយកចំណូលប៉ុណ្ណឹងខ្ញុំគិតថាខ្ញុំហត់
ngày khối bỏ miên trong bờ riêng tới cứ nhọ miên chấm nổ đấy បាទបង ដូច្នេះខ្ញុំគិតថាខ្ញុំគួរតែធ្វើអីម្យ៉ាងដែលវាធំជាងហ្នឹងអញ្ចឹងខ្ញុំគិតថាគួរតែបើកក្រុមហ៊ុនខ្លួនឯងនៅថ្ងៃអនាគតណាមួយ បាទបាទ ដូច្នេះខ្ញុំគិតថាដើម្បីបើកក្រុមហ៊ុនខ្លួនឯងមួយបានខ្ញុំគួរតែវិនិយោគខ្លួនឯង បាទ ដើម្បីទៅធ្វើការងារនៅក្នុងក្រុមហ៊ុនផ្សេងៗដើម្បីទទួលបានបទពិសោធន៍របៀបដឹកនាំនៅក្នុងក្រុមហ៊ុនមួយដើម្បីឲ្យវាដំណើរការទៅរលូនបានដូច្នេះខ្ញុំលះបង់ការបង្រៀនជា freelance ហ្នឹងទៅធ្វើការងារនៅសៀមរាបកាលហ្នឹងខ្ញុំរស់នៅបាត់ដំបងបាទបានប្រាក់ខែត្រឹមតែ100ជាងទេហើយឡើងចុះសៅរ៍អាទិត្យបាត់ដំបងសៀមរាបជារៀងរាល់អាទិត្យ អូអញ្ចឹងកាត់បងបន្តិចទៀតអញ្ចឹងមានន័យថាកាលបងព្រៀននៅភ្នំពេញក៏នៅបាត់ដំបង នៅបាត់ដំបង អូព្រៀននៅបាត់ដំបង បាទ តែដែលបងបោះបង់អាការរចំណូលដោយការបរៀនខ្លួនឯងហ្នឹងចំនួនហ្នឹងប្រហែលជាបងចូលសាកលវិទ្យាល័យនៅឬក៏ប្រហែលជាខុសគ្នាប្រហែលឆ្នាំពីកាលនោះមកបង កាលហ្នឹងខ្ញុំចូលឆ្នាំទី1ហើយ អូខេបងហើយចាប់ដើមអាជីពការងារនៅឆ្នាំទី1ហ្នឹងមក បាទ អូទៅបោះបង់ចំណូលរៀងគួរសមបងប្អូនគិតមើលដឹងហើយមួយថ្ងៃ3ថ្នាក់បង បាទ ហើយម្នាក់ខ្ទង់50រៀលចំនួនហ្នឹងច្រើន បាទ អញ្ចឹងសុខចិត្តបោះបង់មកធ្វើការប្រាក់ខែតែ100ជាងទេ បាទ ហើយទៅចុះឡើងសៀមរាបបាត់ដំបងទៀត បាទសៀមរាបបាត់ដំបង អញ្ចឹងបងអាចបន្តពីបទពិសោធន៍ការងារដែលបងចាប់ផ្ដើមនឹងបានទេបង បាទហើយបន្ទាប់ពីខ្ញុំធ្វើការងារដោយសារតែមានគេហៅ entrepreneurship ភាពជាសហគ្រិនបាទនៅក្នុងខ្លួនខ្ញុំធ្វើការងារខ្ញុំមិនដែលសម្លឹងលើប្រាក់ខែទេខ្ញុំព្យាយាម deliver result លទ្ធផលទៅឲ្យស្ថាប័នរបស់ខ្ញុំ បាទបង ជាក់ស្ដែងបន្ទាប់ពីធ្វើនៅនឹងបាន3ខែផុត probation ភ្លាមគឺខ្ញុំឡើងធ្វើ manager ភ្លាម បាទផុត probation គឺឡើងធ្វើ manager ភ្លាម manager វ័យក្មេង manager វ័យក្មេងអញ្ចឹងខ្ញុំឡើងធ្វើ manager តាំងពីអាយុ20ឆ្នាំបាទ20ឆ្នាំខ្ញុំឡើងធ្វើ manager អញ្ចឹងបន្ទាប់ពីចប់ពីខ្ញុំរៀនចប់នៅបាត់ដំបងហ្នឹងខ្ញុំក៏ឈប់ធ្វើការងារនៅសៀមរាបហ្នឹងហើយខ្ញុំដាក់ពាក្យទៅធ្វើការងារនៅបាត់ដំបងវិញបាទ អូត្រឡប់មកបាត់ដំបងវិញ បាទត្រឡប់មកបាត់ដំបងវិញខ្ញុំកាន់តួនាទីជាប្រធានរបស់ IT ហ្នឹងតែម្ដងដែលអ្នកនៅក្រៅមកគាត់របស់ខ្ញុំអាយុច្រើនជាងខ្ញុំ20ឆ្នាំបាទហើយខ្ញុំក៏ធ្វើជាប្រធាននៅហ្នឹងអញ្ចឹងតាមរយៈការដឹកនាំនៅក្នុងហ្នឹងគឺរីកចម្រើនរហូតដល់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងស្ថាប័នហ្នឹងបញ្ហា IT រៀងរាល់ថ្ងៃរហូតដល់អស់មានអត់ឡើងមានបញ្ហា IT ដែរ zero problem ដូច្នេះខ្ញុំ feel like នឿយណាយដែរអញ្ចឹងខ្ញុំគិតថាគួរតែវាអស់ឲ្យលេងទៀតហើយអញ្ចឹងខ្ញុំគិតថាគួរតែទៅរកកន្លែងថ្មី បាទបង បាទប៉ុន្តែចង់បញ្ជាក់ផងដែរថាកំឡុងពេលដែលខ្ញុំធ្វើការងារនៅក្នុងស្ថាប័ននៅបាត់ដំបងហ្នឹងខ្ញុំក៏បន្តការសិក្សានៅរៀននៅភ្នំពេញនៅតែឡើងចុះសៅរ៍ទៅ នៅតែដូរពីបាត់ដំបងទៅសៀមរាបតែពីបាត់ដំបងមកភ្នំពេញ បាទ តែបងអាចជួយបញ្ជាក់ឆ្នាំតាមចន្លោះនៃ experience នឹងបានទេបង ឆ្នាំដែលខ្ញុំមករៀន master ចន្លោះឆ្នាំ2000ដូចជា17បាទ តែបងកាលហ្នឹងដែលបងចាប់អាជីពដំបូងនៅសៀមរាបហ្នឹងបានប្រហែលឆ្នាំដែរបង មិនយូរប្រហែលទេដោយសារតែខ្ញុំត្រូវមកនេះដូចជាបាន1ឆ្នាំទេបាទ1ឆ្នាំទេបាទ តោះមកយើងមកបាត់ដំបងវិញចប់គេហៅថាមហាវិទ្យាល័យ បាទ បានបងចាប់បន្តអនុបណ្ឌិតមកភ្នំពេញ បាទហើយបាទបន្ទាប់ពីចប់អនុបណ្ឌិតរៀបនឹងចប់ក៏ខ្ញុំដូរការងារមកភ្នំពេញហើយជាក់ស្ដែងលទ្ធផលការងាររបស់ខ្ញុំនៅតែ increase ដែរមានន័យថាខ្ញុំចូលនៅក្នុងស្ថាប័នហ្នឹងរយៈពេលខ្លីមួយខ្ញុំធ្វើឲ្យស្ថាប័នហ្នឹងរីកចម្រើនខ្លាំងមែនទែនខ្លាំងថាមើលក្រោយមើលត្រឡប់មកក្រោយសឹងតែឡើងឃើញខ្លួនឯងបាទខ្ញុំចូលកាន់តំណែងជាប្រធានគម្រោងប៉ុន្តែ បាទ ដល់ពេលទៅចូលធ្វើការងារជាក់ស្ដែងអត់មានគម្រោងដឹកនាំទេអញ្ចឹងត្រូវធ្វើម៉េចដើម្បីដល់រកដំណោះស្រាយបង្កើតជាដំណោះស្រាយទៅលក់គម្រោងហ្នឹង តែត្រូវរកគម្រោង ទៅរកគម្រោងត្រូវទី1ធ្វើបង្កើត solution ដើម្បីទៅលក់គម្រោងបន្ទាប់មកទៀតពេលលក់គម្រោងបានហើយអត់មានជាងធ្វើត្រូវបរៀនជាងទៀតបរៀនជាង តែតាកតងនឹងនៅសៀមរាបក៏ដោយត្រឡប់មកបាត់ដំបងក៏ដោយរហូតដល់មកភ្នំពេញក៏ដោយនៅក្នុង field IT របស់បងតដែរបាទ អូខេបង បាទអញ្ចឹងបន្តមកទៀតខ្ញុំត្រូវបរៀនទាំង sale ទៀតហើយបរៀនទាំងជាងទៀតដើម្បីគាត់ចេះធ្វើ បាទបង បាទហើយត្រូវដឹកនាំជាងដើម្បីធ្វើទៀតដឹកនាំក្រុមបច្ចេកទេសដឹកនាំទាំង sale ទៅធ្វើទៀតអ
ចឹងបន្ទាប់ពីនឹងមកហើយក៏ធ្លាប់មានតកែអ្នកអង្គការក៏គាត់ surprise ដែរថាវាមិនអាចលក់បានប៉ុណ្ណឹងទេធ្លាប់តែធ្វើឲ្យគេ free គេមិនទិញផងហេតុអីបានយើងលក់បានខ្ទង់រាប់ម៉ឺនបាទបងបាទគ្រាន់តែសេវាកម្មខ្យល់សោះជាគម្រោងដែលបងបង្កើតខ្លួនឯងនឹងបាទហើយស៊ីដល់ពេលដែលលក់បានគាត់ surprise គាត់ surprise ចឹងធ្វើការងារនៅនឹងរយៈពេលបាន6ខែខ្ញុំទៅបានប្រម៉ូទឡើងទៅជាអ្នកដឹកនាំជាន់ខ្ពស់នៅទីហ្នឹងដែលធ្វើកំណែតម្រង់បាទកំណែតម្រង់ក្រុមហ៊ុនស៊ីជម្រៅតែម្ដងបាទដូរសឹងតែដូររចនាសម្ព័ន្ធឡើងវិញទាំងអស់នៅក្នុងក្រុមហ៊ុនហ្នឹងបន្ទាប់ពីដំណើរការធ្វើការនៅនឹង2ឆ្នាំគឺ2ឆ្នាំនៅពេញបាទ2ឆ្នាំចប់កុងត្រាហ្នឹងក៏ខ្ញុំផ្លាស់ប្ដូរថាគិតថាគួរអាចចាប់ដើមអីខ្លួនឯងបានអូខេអញ្ចឹងពេលហ្នឹងហើយបងដែលបងចាប់ដើមមានគំនិតបង្កើតជាអាជីវកម្មខ្លួនឯងបាទតែប៉ុន្តែខ្ញុំដឹងខ្លួនឯងខ្ញុំដឹងតាំងពីខ្ញុំចាប់ដើមលះបង់ជាលក្ខណៈ freelance ព្រៀនតាំងពីរៀននឹងមកខ្ញុំដឹងថាខ្ញុំប្រាប់ខ្លួនឯងថាបើយើងមិនអាចដឹកនាំខ្លួនឯងបានទេថាបងបើចង់បើកអាជីវកម្មមួយយើងត្រូវសួរខ្លួនឯងថាយើងអាចដឹកនាំខ្លួនឯងបាននៅយើងអាចធ្វើឲ្យខ្លួនឯងជោគជ័យនៅអ្វីដែលខ្លួនឯងបានចង់បាននៅហើយបន្តមកទៀតត្រូវសួរខ្លួនឯងថាបានដឹកនាំក្រុមមួយឬក៏ផ្នែកមួយជោគជ័យនៅបាទហើយបន្តមកទៀតអាចជួយស្ថាប័នមួយទៀតឲ្យជោគជ័យនៅបានអាចថា level មិនដល់ CEO ក៏ថាអាចដឹកនាំស្ថាប័ននឹងបានបាទបងចឹងនៅពេលដែលយើងឡើងដល់ខ្ពស់ហើយយើងឃើញបញ្ហាគ្រប់ជ្រុងយើងអាចគ្រប់គ្រងបានហើយខ្ញុំគិតថាខ្លួនខ្ញុំមាន experience ល្មមដែលអាចគេហៅមានធាតុសមដែលប្រឈមនឹងបញ្ហាដោះស្រាយនឹងបញ្ហាបានដោយខ្លួនឯងបាទបងដូច្នេះហើយកំឡុងពេលហ្នឹងគឺខ្ញុំបានត្រៀមខ្លួនជាង6ខែមុនដើម្បីត្រៀមខ្លួនថានឹងធ្វើអីមួយបាទបងមានតែមុនយើងចាក់ចែងពីគេថានៅក្នុងជា feel ជា staff បាទមែនទេទៅកម្រងហ្នឹងគឺខ្ញុំអត់ធ្វើការងារជន់ជាមួយនឹងក្រុមហ៊ុនចាស់ទេមែនទេទៅខ្ញុំសូមបើកកញ្ចក់តិចកំឡុងពេលដែលខ្ញុំធ្វើការងារនៅបាត់ដំបងហ្នឹងក៏ខ្ញុំមានការងារមួយទៀតដែរក៏កំពុងធ្វើជាមួយនឹងបរទេសនៅប្រទេស Basic ដែលខ្ញុំមានទូនាទីជាប្រធានគម្រោងដែរដែលខ្ញុំធ្វើការងារ part time នៅហ្នឹងហើយខ្ញុំក៏ជាម្ចាស់ idea ហ្នឹងដែរកាលដែលខ្ញុំនៅរៀននៅសាកលវិទ្យាល័យមានជនជាតិbasic ហ្នឹងគាត់មកសាកលវិទ្យាល័យរបស់ខ្ញុំគេគាត់ឲ្យប្រភព idea ណាដែលចង់រកស៊ីធ្វើអីតែពេលឲ្យខ្ញុំភិចជាប់អញ្ចឹងគេ sponsor លុយរាប់លានដើម្បីធ្វើការងារហ្នឹងបាទហើយខ្ញុំប្រភពជា social worker បានន័យថា combine Facebook ជាមួយនឹង Google Drive បានន័យថាវាមាន working station និងដាក់ share file social គេវាអាចហៅថា enterprise social ក៏បានដែរ social enterprise ដែលនៅក្នុងស្ថាប័នមួយអាចមាន social media ផ្ទាល់ខ្លួនហ្នឹងដូចជាScott Chilai FCG អូខេអញ្ចឹងខ្ញុំក៏ catch up idea បាញ់ឆ្មាក់ពីហ្នឹងមកខ្ញុំធ្វើ start up មួយឈ្មោះថា Yellow Soft តែជំនាន់ខ្ញុំជំនាន់ពី2000ជាងមករហូតមកដល់2010ជាងហ្នឹងគឺបញ្ហា challenge នៅក្នុង IT របស់ខ្ញុំហ្នឹងគឺឃើញថាយើងពិបាករក software download បាទអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃម្នាក់ IT ហ្នឹងគឺដើរសន្សំ software ជាអាសិតបានន័យថាទៅ download software ឬក៏ download crack download នេះ download នោះអីចឹងទៅបានមួយកាលនោះមិនធម្មតាទេមិនងាយទេបាទអញ្ចឹងហើយជាបញ្ហា challenge មែនទេនៅពេលដែលយើងទៅរក download website បាទតែ download មួយយើងត្រូវជួប ad ជួបអីច្រើនហើយ graphic បាទដល់ពេលដែលខ្ញុំ check មើលទៅថាយើងមាន gap មួយធំថាបើសិនជាយើងធ្វើ platform មួយដើម្បីឲ្យគ្រប់គ្នា download ហើយមនុស្សគ្រប់គ្នាអាច upload software របស់គាត់ដាក់ចូលក្នុងនឹងបានដែលយើងមាន policy មួយ secure ថាហ្នឹងគឺត្រូវតែ clean អត់មាន virus ទេបាទអញ្ចឹងយើងកណនាមើលទៅយើងអាចថាក្នុងម្នាក់យើងអាចរកបាន$5គ្រាន់តែដាក់ spot ពាណិជ្ជកម្មដែលមិនរំខានគេបាទអញ្ចឹង idea មួយហ្នឹងខ្ញុំបាន activate ឡើងដែលបន្ទាប់ពីសម្រាប់ចិត្តឈប់ពីការងារបាទខ្ញុំធ្វើ start up software solution ដែលផ្ដល់ជា platform សម្រាប់ឲ្យគ្រប់គ្នាជុំវិញពិភពលោក download software ហើយក្នុងនឹងដែរក៏យើងបានធ្វើ market survey មើលដែរថាក្នុងមួយថ្ងៃមានមនុស្សរាប់លានអ្នកដើម្បីទៅរក software ហ្នឹងតែសុំបញ្ជាក់បងថាកម្មវិធីឬក៏ជា proposal របស់បងមានឈ្មោះដែរកាលនោះមកកាលហ្នឹងឈ្មោះថា Drive បាទ Drive DRIV នេះមែនទេ Drive ហ្នឹងគឺ double I ជា branding ដូចទៅឈ្មោះអីផ្សំពាក្យផ្សេងៗបាទបានន័យថាយើង focus ទៅលើ
social worker បើថាមាន social media combine with មួយនឹង storage បាទ storage តោះ បាទ អូខេ បាទហ្នឹង អូខេអញ្ចឹងបើស្ដាប់មើលទៅដូចជាមិនទាន់ចូលដល់ modernize ទេតើអត់បង បាទបាទនៅ អញ្ចឹងចាំមើលបងបន្តតិចទៀត បាទអញ្ចឹងក្រោយមកក៏ខ្ញុំចាប់ផ្ដើមធ្វើនឹងខ្ញុំគៀងគោអ្នកចេះតាមជំនាញផ្សេងគ្នាគាត់បានមកជួយខ្ញុំហើយជាមនោចេតនាជាគាត់ស្រឡាញ់ commitment របស់ខ្ញុំហើយគាត់ឃើញ result របស់ខ្ញុំដែលធ្វើកន្លងមកគឺខ្ញុំធ្វើអីអត់ដែលបរាជ័យទេ បាទបង បាទអត់ដែលបរាជ័យមានន័យថាអ្វីដែលខ្ញុំធ្វើម្នាក់ឯងគឺខ្ញុំអត់ដែលបរាជ័យទេព្រោះខ្ញុំតាំងចិត្តខ្ញុំគិតថាវាអាចទៅរួចទាំងអស់ប៉ុន្តែខ្ញុំ fail ក៏ច្រើនដែរមែនទេទៅ fail នៅពេលដែលសហការជាក្រុម បាទបង សហការជាក្រុមអញ្ចឹងខ្ញុំបានគៀងគោខាង finance ជំនាញខាង finance ជំនាញខាងតំណែងតំណងជំនាញខាងសរសេរកូដជំនាញអ្នកគ្រប់គ្រងផ្សេងៗមកជួយខ្ញុំហើយខ្ញុំគិតថា start up ការដំណើរការអាជីវកម្មមួយមានតែពីរឯកលឹះជាធ្នុងដែលជំរុញអាជីវកម្មមួយដែរទី1គឺធនធានមនុស្សទី2គឺលុយហើយខ្ញុំគិតថាខ្ញុំ break down មួយទៀតថាបើសិនជាយើងមានមនុស្សយើងមានលុយតិចក៏យើងអាចដំណើរការបានដែរដោយសារអីព្រោះលុយយកទៅជួលមនុស្សដដែល ជួលមនុស្សដដែល បាទហើយចំណាយធំបំផុតនៅក្នុងស្ថាប័នគឺប្រាក់ខែបុគ្គលិក បុគ្គលិក អញ្ចឹងបើសិនជាយើងមានមនុស្សខ្លាំងមកជួយយើងស្រាប់ហើយគឺបានន័យថាយើងអត់អស់លុយទៅប្រាក់ខែនោះទេ ចំណេញបានផ្នែកធំ បាទហើយនៅក្នុងកំឡុងពេលហ្នឹងខ្ញុំក៏ leverage ច្រើនដែរ leverage មានន័យថាប្រើកិត្តិយសដែលសក្តានុពលឲ្យខ្លួនឯងមានស្រាប់ធ្វើអានឹងផងហើយធ្វើការងារជា freelance ផ្សេងទៀតផងជា consultant ជា social media សម្រាប់ trainer ពួកខ្ញុំជំនាញបរិញ្ញាតាំងពីដើមមក តែចង់រំលេចបងតិចព្រោះនៅក្នុងការប្រមូលគៀងគោនៃធនធានមនុស្សនេះខ្ញុំឃើញថាសិតតែជំនាញមួយដែលសំខាន់នៅក្នុងស្ថាប័នដូចជា finance ដូចជា HR អីដែលបងនិយាយនេះចង់ឲ្យបងរំលេចថាតើជា key អីដែលធ្វើឲ្យយើងអាច attract ពួកគាត់មកចូលរួមមួយបាន អូខេ ដើម្បីបន្ថែម បាទកន្លែងហ្នឹង ឃើញឲ្យជ្រៅថាការធ្វើជំហានបែបម៉េចឬក៏យើងមានត្រូវសាងបែបម៉េចដើម្បីបានបែបហ្នឹង កន្លែងហ្នឹងវាមានកត្តាមួយចំនួនដែលជំរុញដូចខ្ញុំបានលើកឡើងខាងលើទី1យើងត្រូវមាន vision ច្បាស់លាស់ បាទ បើអត់មាន vision ច្បាស់លាស់ទេគឺគេអត់ជឿយើងទេ ហើយបន្តទាំង vision ច្បាស់លាស់ហ្នឹងគឺយើងត្រូវមានបេសកកម្មពិតបានន័យថាផែនការធ្វើហ្នឹងធ្វើពិតបើយើងដាក់ឲ្យត្រូវធ្វើវាចេញមកបាទមានច្រើនណាស់ដែលគាត់អត់មាន vision ខ្ពស់ឬក៏ vision ពិតមិនចាំថាខ្ពស់ទេពិតបានន័យថាវានឹងចេញអញ្ចឹងមែនយើងរកអីមក proof ថាវាពិតជាអញ្ចឹងមែនហើយបន្តមកទៀតចំណុចមួយទៀតគឺកត្តាដែលយើងទៅ leverage លទ្ធភាពនឹងចំណេះដឹងរបស់គាត់ហ្នឹងបានន័យថាយើងអត់យកគាត់មកធ្វើអីផ្សេងទេគាត់គ្រាន់តែចំណាយពេលដែលមិនចាំបាច់របស់គាត់មកចូលរួមមួយយើងតាមជំនាញរបស់គាត់ទេបើសិនជាយើងឲ្យគាត់ធ្វើការងារដែលគាត់ជាជំនាញរបស់គាត់គាត់អត់គិតច្រើនទេគាត់អត់ចំណាយពេលច្រើនទេជាងការងារមួយជួនកាលគាត់ប្រើតែ10-20នាទីគឺគ្រប់គ្រាន់ហើយបាទពួកអីវាត្រូវនឹងជំនាញរបស់គាត់បាទជិះវាដែលយើងយកអ្នកដែលអត់មានជំនាញហ្នឹងយកមកធ្វើការងារហ្នឹងឯងដែលយើងចំណាយពេលច្រើន អញ្ចឹងបើយើងមើលទៅបន្ទាប់ពីនឹងទៅធ្វើម៉េចដើម្បីបងអាចឈានចូលទៅដល់ការបង្កើតនៃ Modernize នឹងបានបង បាទវាកើតចេញពី freelance ដែរនៅក្នុងកំឡុងពេលហ្នឹងខ្ញុំមានបច្ចេកមួយចំនួនដែលតាមរយៈស្នាដៃនិងចំណេះដឹងរបស់ខ្ញុំមានមិត្តភ័ក្តិជាច្រើនគាត់ឲ្យគម្រោងមកធ្វើបាទអញ្ចឹងយើងគិតថាចន្លោះហ្នឹងគឺយើងអាចមាន revenue មួយច្បាស់លាស់បាទអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមគិតថាគួរតែចាប់ផ្ដើមក្រុមហ៊ុន solution មួយ បាទយើងចាប់ផ្ដើមមកគឺយើងដាក់ថា Modernize តែម្ដងបាទព្រោះអីយើងផ្ដោតទៅលើទំនើបកម្មបាទទៅលើបច្ចេកវិទ្យាដែលជួយដោះស្រាយបាទ modern បាទអញ្ចឹងកំឡុងពេលហ្នឹងខ្ញុំជាបុគ្គលម្នាក់ដែលសម្របសម្រួលខាងបច្ចេកទេសហើយនឹងគ្រប់ផ្នែកទាំងអស់ហើយនឹងរកចំណូលដែរអញ្ចឹងបើស្ដាប់មើលទៅកន្លែងហ្នឹងខ្ញុំអាចថាមើលឃើញចំណុចមួយដែលយើងចាប់ផ្ដើម Modernize ហ្នឹងគឺចាប់ផ្ដើមពីមិត្តភ័ក្តិដែលបានបោះបញ្ហាមកបងបោះបញ្ហាដើម្បីបងជួយដោះស្រាយតាមបែបគេហៅថាជាបច្ចេកវិទ្យាទៅបាទជាបច្ចេកវិទ្យាពេលខ្លះខ្ញុំសម្រាប់ខ្ញុំមួយខ្ញុំគិតថាខ្ញុំអត់ចោលទេបើសិនជាខ្ញុំពេលខ្លះខ្ញុំអត់ខ្ញុំប្រាប់គេថា
ខ្ញុំសុំទៅជួយដោះស្រាយបញ្ហារបស់បងប៉ុណ្ណេះហើយខ្ញុំកណនីមើលទៅលុយរបស់បងប្រហែលជាចំណាយមួយខែ 2000 អញ្ចឹងខ្ញុំសុំទៅជួយដោះស្រាយខ្ញុំយកតែមួយខែ 200 មកវិញទេបាទហើយបើដោះអត់បានខ្ញុំអត់យកលុយទេអាហ្នឹងយើង challenge មួយខ្លួនឯងបាទ challenge មួយខ្លួនឯងអាហ្នឹងសម្រាប់បើគិតទៅសម្រាប់ការងារថ្មីដែលយើងចង់ធ្វើវាបាទដូច្នេះហើយខ្ញុំយកដំណោះស្រាយទៅដោះដូរខ្ញុំអត់សុំទេប៉ុន្តែខ្ញុំសុំទៅដោះស្រាយបញ្ហាតែធ្វើគេចំណេញដូច្នេះហើយខ្ញុំមកក៏ទទួលបានការងារបន្តដល់ពេលហើយចង់ថាអកិត្តិយសក៏សាយភាយកាន់តែច្រើនដែរអំពីលទ្ធផលការងារជាក់ស្ដែងបន្តមកទៀតក៏ខ្ញុំមានឱកាសបានធ្វើជាទីប្រឹក្សារបស់ក្រសួងកសិកម្មបាទតែផ្នែកបច្ចេកវិទ្យាដែរបច្ចេកវិទ្យាដែរដែលអភិវឌ្ឍ software បាទគ្រប់គ្រងព័ត៌មានកសិករបាទអញ្ចឹងក៏យើងមានដើមទុនបានច្រើនពីនឹងមកអញ្ចឹងហើយក្រុមការងារ startup របស់ខ្ញុំគាត់ឡើងខ្វល់រឿង fund ទៀតបាទអញ្ចឹងយើងអាចដំណើរការបាន secure បាទបន្តមកទៀតបាទ sorry បងអញ្ចឹងមានន័យថាកន្លែងហ្នឹងហើយដែលបងចាប់ផ្ដើម modernize ទៅបងយើងចាប់ផ្ដើមមានគេថាបញ្ហាចូលមកហើយយើងជំនាញហ្នឹងក៏ប៉ុន្តែពីមុនយើងអត់មាន product ហ្នឹងទេបាទយើងមាន អូខេចាប់ផ្ដើមយើង analyze ទៅយើងអាចធ្វើបានយើងអាច design វាចេញបានហើយក៏បន្តដើម្បីធ្វើជា model សម្រាប់ការដោះស្រាយនៅស្ថាប័នផ្សេងៗបាទអញ្ចឹងចង់បងបន្តទៀតដើម្បីថាដឹងថា modernize ហ្នឹងវាមានអីផ្សេងទៀតដែលយើងអាចបង្កើតចេញជារូបរាងបាទក្រោយមកទៀតក៏យើងធ្វើ software ជាច្រើនបាទបងជូនទាំងស្ថាប័នរដ្ឋនិងឯកជនប៉ុន្តែខ្ញុំមាន question មួយលើកឡើងមកខ្លួនឯងទៀតថាតើយើងធ្វើឲ្យគេហើយចប់ត្រឹមហ្នឹងឬយ៉ាងម៉េចព្រោះធ្វើឲ្យអស់ហើយឡើងបានលុយមកទៀតហើយបានតែម្ដងហ្នឹងអញ្ចឹងខ្ញុំគិតថាយើងត្រូវតែមាន standard code មួយដែល develop ទៅគឺអាចប្រើរួមបានបាទគ្រាន់តែ modify ទៅលើ revenue model មួយចំនួនគឺយើងអាចយកអាហ្នឹងទៅប្រើនៅក្នុងស្ថាប័នឬក៏ sector ផ្សេងបានក្រោយមកក៏ខ្ញុំគិតថាយើងបង្កើតនៅ software គ្រប់គ្រងmart stock អីចឹងទៅបាទហើយបន្តទៀតក៏លក់បានអតិជន1 2ចឹងទៅហើយយើងសឹងតែឲ្យគាត់ free ខ្លះគាត់ទិញទៅបាទអញ្ចឹងយើងបាន reference ហ្នឹងមកបន្តទៀតក៏មានអ្នកធ្វើការ restaurant system ទៀតបាទបងអញ្ចឹងក៏យើងថាឥឡូវបើបងអញទិញខ្ញុំធ្វើឲ្យហ្នឹងណាអញ្ចឹងយើងបានលុយហ្នឹងមកយើងយកមកធ្វើអញ្ចឹងយើងបានបន្តមកទៀតយើងអភិវឌ្ឍ software រហូតដល់ខ្លាំងដល់ឥឡូវហ្នឹងប្រហែលជា5ឆ្នាំជាងនៃ software បាន improve បាទអញ្ចឹងឥឡូវនេះបើនិយាយពីឯកទេសខាង mart និង restaurant វិញយើងឃើញថាស្ថាប័ន expert leading អញ្ចឹងបើខ្ញុំសរុបជា conclusion មកមូលហេតុដែលបងបង្កើត modernize នេះក៏ពិតមែនទែនទៅគឺដោយសារចេញពីបញ្ហានៃតម្រូវការរបស់អ្នកជនទេដែលគាត់មានបញ្ហានៅក្នុងការគ្រប់គ្រងតាមបែបបច្ចេកវិទ្យាទៅហ្នឹងហើយបងអញ្ចឹងមានបញ្ហានឹងកាត់ឡើងទើបបានបងបង្កើតជាដំណោះស្រាយហើយ form ជា modernize ហ្នឹងបាទយើង form អាហ្នឹងអញ្ចឹងពីមួយថ្ងៃគូក្បាលខ្ញុំគិតទៅលើ business model ច្រើនហើយនឹង develop product ដើម្បីអាចលក់ចេញបានទៅលើទីផ្សារមើលទៅបងមាន restaurant មាន cafe មានស្ថាប័នរដ្ឋបាទអញ្ចឹងតើខ្ញុំគិតថាការគ្រប់គ្រងមួយវាដូចគ្នាឬក៏មិនបានធ្វើឲ្យបងអាចបន្តបង្កើតវាបានរហូតឬក៏មាន challenge អីខ្លះដែរបងមែនទេទៅដូចខ្ញុំបានជម្រាបជូនអញ្ចឹង standard code គឺយើងត្រូវរៀបតែមួយ standard តែមួយនៅ code របស់ខ្ញុំគឺខនតែចុច click មកគឺខាង code របស់ខ្ញុំតែបាទហើយយើង click មើលថាចេះខ្ញុំវិភាគមើលថានៅក្នុង system ណាក៏មាន user ដែរបាទនៅក្នុង system ណាក៏មានអតិថិជនដែរបាទអញ្ចឹងនៅក្នុង system ណាក៏គ្រប់គ្រងព័ត៌មានដែរបាទអញ្ចឹងយើងរៀបជា core system មួយដែលជា foundation មួយដែលអាច adapt ជាមួយនឹងនេះអញ្ចឹងដូចខ្ញុំបានជម្រាបជូនអញ្ចឹង software ទាំងអស់វាខុសតែ business model ទេបាទ revenue model អញ្ចឹងបើ revenue ខាង loan ផ្សេងទៅ revenue ខាង map ផ្សេងទៅ revenue ខាង restaurant តម្រង់ផ្សេង little bit change បាទអញ្ចឹងយើង adapt ជាមួយនឹងទៅគឺយើងនឹងទទួលបាន software ទាំងអស់ហ្នឹងអូខេដូចជាក់ស្ដែងបច្ចុប្បន្ននេះក្រុមហ៊ុនរបស់ខ្ញុំអាចធ្វើតែ develop software មួយយើងចំណាយពេលត្រឹមតែ2អាទិត្យអីហើយអូបាទតែធម្មតាត្រូវ develop ខ្ទង់ឆ្នាំដោយសារយើង expert ហើយយើងមានគេថាព័ត៌មានជាច្រើននៃអាជីវកម្មស្តីបាទតែបងនៅដណៃយើងបើយើងនិយាយទៅ create យើងចាប់បង្កើតនៅក្នុងឆ្នាំណាដែរបងនៅក្នុងឆ្នាំ2020បាទ
ប៉ុន្តែយើងដើរមុននឹងយើងលក់ solution បាន stable ហើយបានយើងហ៊ានចុះបញ្ជី អូខេបាទចឹងមែនទេយើងចាប់ផ្ដើមមុននឹង បាទ អាចបញ្ជាក់បានថាជាលបាក់ក្នុងឆ្នាំណាទេបង អត់ទេមែនទេទៅខ្ញុំមាន client base តាំងពីដើមមកហើយដែលនៅក្នុងដៃរបស់ខ្ញុំគេស្គាល់ខ្ញុំជា IT អញ្ចឹង personally ខ្ញុំមានដៃនៅក្នុងដៃ client នៅក្នុងដៃមួយចំនួនហើយបាទ លបគេថា IT ដូចទេវតាចឹង បាទអូខេ អញ្ចឹងខ្ញុំចង់សួររំលេចតិចទៀតមិញដូចជាអត់ទាន់បានឮពីកតាហេរ៉ាវត្ថុនៅក្នុងការបង្កើតមូលន័យឬក៏កន្លែងខ្លះអាចចន្លោះបងអាចបញ្ជាក់បន្ថែមថាតើតើតើសម្រាប់ការបង្កើតនឹងបងមានជួបបញ្ហានឹងទេឬក៏យើងបានទុនពីណានៅក្នុងការបង្កើតបញ្ហាគឺជួបបាទជួបរឿងនិរមទៅបើអាជីវកម្មដូចមែនទេខ្ញុំបានបញ្ជាក់ពីមុនហើយថាបាទហ្នឹងហើយបងដំណើរការអាជីវកម្មមានតែរឿងពីរទី1គឺធនធានមនុស្សទី2គឺលុយបាទហើយខ្ញុំគឺអ្នកចំហ solution provider ដែលជា main power ដើម្បីរកលុយបាទ main power ដើម្បីរកលុយដើម្បី run operation ហ្នឹងហើយនៅក្នុងនោះក៏យើងមានបុគ្គលិកដែរយើងលុះត្រាតែយើង secure fund បានកន្លះឆ្នាំបានយើងរើសបុគ្គលិកបន្ថែមបាទ secure ហ្នឹងគឺជាទូទៅខ្ញុំថាដើររៀងលឿនប៉ុន្តែពេលខ្លះក៏យើងត្រូវ secure ដែររាល់ចំណុចទាំងអស់លុះត្រាតែ secure បានខ្ញុំធ្វើហើយខ្ញុំតែប្រាប់មិត្តភក្តិខ្ញុំថាអាជីវកម្មមួយនេះឬក៏ការងារទាំងអស់របស់ខ្ញុំចាប់ផ្ដើមពីបាតដៃតេដល់ខ្លួនឯងខ្ញុំអត់មានម៉ែឪជួយទេអត់មានបងប្អូនជួយទេអញ្ចឹងខ្ញុំមិនអាចដើរខុសបានទេមួយជំហានគឺត្រូវតែគិតឲ្យបាន100ជំហានមុនដើម្បីឈានជើងទៅមុខបាទហើយគ្រប់បញ្ហាទាំងអស់គឺតែមានដំណោះស្រាយនឹងដូចខ្ញុំប្រាប់អញ្ចឹងនៅពេលដែលជួបបញ្ហា fund ខ្ញុំនៅតែដើរ model តែខ្ញុំទៅស្វែងរកមិត្តភក្តិស្នើសុំការងារពីគេបាទហើយដូចបានជំរាបជូនអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើយូរទៅគេឈ្មោះចេះតែរីកសុសសាយទៅមានអតិថិជនរបស់យើងច្រើនតែណែនាំគាត់យកកិត្តិយសគាត់ទៅធានាណែនាំថា system របស់យើងល្អថាយើងល្អផ្ដល់សេវាកម្មល្អអញ្ចឹងយើងចេះតែមានការងារមកបន្តបាទរហូតដល់យើងបានទទួលការងារជាទីប្រឹក្សានៅក្រសួងកសិកម្មបាទបាទហើយផុតពីមួយកម្រងចូលមកកម្រងទៀតផុតមកកម្រងរហូតដល់បច្ចុប្បន្ននេះក៏នៅតែធ្វើជាទីប្រឹក្សារបស់ក្រសួងកសិកម្មដែរហើយតាមរយៈគេឈ្មោះជា president របស់ក្រុមហ៊ុនតាមរយៈគេឈ្មោះដែលធ្វើជាទីប្រឹក្សារបស់ក្រសួងកសិកម្មក៏ខ្ញុំមានឱកាសទៅធ្វើទីប្រឹក្សានៅក្រសួងសាធារណការដឹកជញ្ជូនដែរបច្ចុប្បន្ននេះក៏នៅកំពុងធ្វើដែរនៅជាទីប្រឹក្សារបស់ក្រសួងបាទអរគុណបងអូខេឃើញថាបទពិសោធន៍របស់បងមានច្រើនពិតជាល្អហើយខ្ញុំមានសំណួរមួយទាក់ទងជាមួយនឹងអាជីវកម្មរបស់បងផ្ទាល់ថាតើម្ចាស់អាជីវកម្មក៏ដូចជាម្ចាស់ស្ថាប័នគាត់មានមូលហេតុអីដែលគួរតែប្រើ system ហើយបើគាត់អត់ប្រើ system នៅក្នុងការគ្រប់គ្រងក៏អាចជួបនៅបញ្ហាអីខ្លះបងបាទសំណួរនេះយើងធំតែអញ្ចឹងខ្ញុំ segment ចូលទៅក្នុងវិស័យ map តិចចុះអូខេបងបាទបាទអញ្ចឹងយើងដឹង problem ហេតុអីបានត្រូវមាន system គ្រប់គ្រង map បាទបងអញ្ចឹង map បញ្ហាធំបំផុតគឺអីគ្រប់គ្នាអត់យកចិត្តទុកដាក់លើចំណុចហ្នឹងតែងតែខាត់បងជារៀងរាល់ខែដូចខ្ញុំនិយាយជាក់ស្ដែងក្រុមហ៊ុនមួយចំនួនដែលខ្ញុំទៅជួយបញ្ហាខាត់ធំបំផុតនៅក្នុង map គឺ Evan Expire បាទ stock Expire Evan របស់គាត់ 50000 មុខ 5000 មុខ 1000 មុខបាទគាត់អត់មាន system control អត់មាន system alarm ថាវាចិត្ត expire ទេគាត់អត់ហ៊ានបើសិនជាគាត់ដឹងមុនថាអីវ៉ាន់ហ្នឹង expire គ្រប់ពេលគាត់ធ្វើ promotion ໄວចេញអស់ហើយប៉ុន្តែតែកាលណាវា expire ហើយគឺបោះចោលទាំងស្រុងតែម្ដងបាទអញ្ចឹងក្នុងមួយខែ burn rate របស់គាត់ចូលអាចដល់$10000ដែលដឹងខ្លួនបាទដឹងខ្លួនអញ្ចឹងឥឡូវថាដាក់ system ចុះហើយ system ដែលអត់ល្អគឺនៅតែចំណាយច្រើនតែដែរពីមុនគាត់ជួលបុគ្គលិកឲ្យរាប់គាត់រាប់ stock ដើម្បី secure ដើម្បី secure តាវាអត់ expire ហើយនឹងវាអត់បាត់ណាអីវ៉ាន់10000មុខគាត់ត្រូវការបុគ្គលិកក៏20នាក់ដែរ10នាក់ទៅ20នាក់ដើម្បីរាប់ make sure ថានឹង secure បាទបងអញ្ចឹងបើយើងគិតថាបុគ្គលិក10នាក់ចុះប្រាក់ខែជាមធ្យម$300គាត់ត្រូវចាយមួយខែ$3000ចោលបាទ$3000ចោលអញ្ចឹងខ្ញុំមានដំណោះស្រាយ inventory របស់ខ្ញុំយើងកាន់តែទូរស័ព្ទមកដើរ scan មកយើងឃើញហ្មងថាហ្នឹងវា stock ត្រូវអីបាទឬវាបាត់វាអីអញ្ចឹងយើងអាចកាត់បន្ថយមនុស្សពី10នាក់នៅសល់2នាក់អីវិញបាទ2នាក់អីវិញបាទអញ្ចឹង system មែនទេទៅវាអត់ដូចគ្នាទាំងអស់ទេ
Chứng vì miền một nghĩa từ tam để áp phỉ vọt. Bạn bóng. Phỉ vọt ban cầm rật ná vì từ tam cầm rật nâng. Bạn bóng. Bà hay chỉ tu tới tệ chốn có tay để cái tha system cứ đôi khi tận đôi khi tận đôi có tinh mày cái sau office word chứng là word excel ai ta cầm thi office đang ở bao mày cái sau hay tinh ná có đôi từ kia từ lại tháo cứ đôi từ kia đã Bạn bóng bạn. tu luôn mà đờ lá có office đã cái này không như môi đường system mình đôi khi thế nước sập mai dương môi trường luôn thống cứ có tinh software sập để cái đã lụa lên internet từ lại đọc một page là chẳng cần được một cái chứ muốn cận lụa mà rồi từ lá có nơi trên đây này bà nói software bao nhiêu ní nhưng kịch mơ thà nhưng trên này của bạn bà bộc lực bộc nhóm cho một page xa sầm nè con bạc hai phèm chứ năm mơ đó khơi này hay như trên này của bạn hay bộ cọt nó cứ từ tua bạc hai thơ ta ca nghe develop nâng tem đó bà thà ta như trên này của bạn bà chẳng như trên này trở này chẳng còn trong ban competitive price tông pi bê rồi để làm như bà còn vô ta lại software ta lại mà rồi ta lá ta cướp krong ở chi vật cam bao cốt với mà anh ta rồi đấy mình thay dân bưng nghi thà software nó on đấy bên đấy thầm mà đã ta cana cốt tinh vô mà bị khéo mình chỉ cột bao cốt viên đường error chỉ ra cả là bà chẳng bởi dân mưa tới mình này thà một hai để mà trả chịu cam có đôi chi gà thà đầm bay cướp krong flow như vậy thầm mát mới cho rồi bọn bạn ủi thòm mấy chân đầm bay mua lại để quạt thử cà prá cứ tìm mũi cứ quạt cắt và thói chấm này ba cắt thói chấm này vì đọc nè chứ mà so từ pi nè bảy nè thì pi cứ ai nâng quạt mình là chia được con ca control h bài chẳng mà có control bàn thế à nó cứ đang để bỏ trò này và mình bỏ chó có ai luộc được con phải chôm nâng phải chạm bài đại chẳng có ai cục cồn nâng bàn bài hà thông mũi tiết là không mát bao sinh chìm mát có thống là mát xong đá cứ có chấm nái trở lên cái điện này bà có tinh system thông mà đá có đạo mau mà sân bay buôn nhưng tới bay buôn sân thua thay mà ngay có tranh màn bồng ai cho rồi tờ quan bồng hay system mà có đọc trong người account man thì chẳng bắt đầu bị bán biến lắm nó có thể enter entry đầy cho được nông Facebook ba mà tăng điện chẳng có thể ca account thêm cho đọc nè chừng bà ở trong system mà trong modern này cứ mà auto mà full set một bà mà full set thêm đó bà ấy bắt ní dân biên connect cho môi nâng cầm vị thi accounting xây dựng là bay vì auto rồi thêm đâu mà trong phần được thì chẳng bởi dân xua dùm nua tha mấy dân xua thả một hạt đấy bàn trả chịu cám có đôi chia quạt thờ mấy bàn thờ cá system của pro trong bờ xua và tối thì tha ta một hạt đấy bàn tị trốn thờ cá modern này chăm bạch anh miền vật chẹo vật thay bàn này bọn nó xâm nhập krom modern này bao nhiêu krom hôn modern này từ dân miền bao với chân à phía smart strong vị trí chỉ vẽ hay nâng bắt đầu nơi sẽ ba cam lươn hay nâng tụm nợ bạc cam chứng càng nghi từng lại nha để dân krom krom ở bán dân ở tự vô mà thế dân ở trong ở việc big impact màu nó không thả bàn mà dân tí pí ở đây để dân tự tua thưa hỏi là tệ chốn ai đây đua sưu bàn bà này tha còn vô pan nhà hai dân đọc bán được không chừng gì bà dân này bà hay ở đây để dân bắt đầu sầm khăn mà phật nó cứ lượt bươn bởi vì software bà dân cứ lươn bởi vì raw ca click mà đó lươn trên 10 vị tí bà data về loading mà lươn trên 10 vị tí nó tìm 10 tí phí cắt bật thôi chừng này vô nó không system bọc nhóm bắt đầu từ lơ ca reduce cost of operation bà được chung ban chấm biết ta bất mình thầm ta stock mình thầm ta cái này đấy miên rương chỉ tràn tiền miên rương chỉ tràn tiền đôi system mà lập chim lơ cái tiền sành tiền bánh hà mát cái ấy bọc vào system tại miên ca có tra cho bà lo bọc cái lực mà nó có lui tam này lấy mát nó mình lụa từ sập lụa từ sập nông mát ban thay nữa đấy bà lụa hái từ tinh bị kéo vô mà đại mình bà tinh bị kéo chẳng mát nó du tới bọc cái lực đi mình bỏ hay đã camera hay buôn máu khi mà cha nam miền tây tao dùng hay buôn máu là mình ok toàn miền rương trơn thì ok vâng chẳng bạn sẽ đáp bị bọt sau bỏ bò màu trắng tăng pi gì hả tha rốt chùm nô bài freelance tạm như ca bờ riêng chỉ class là bài IT rồi hô đo bỏ bóng từ chập ở đâu mà cả chỉ chip chỉ bộ cái lắc nơi xì mà riệp
có tập lọc màu bắt tập bong vinh hay đầm nào mà pin tập bong chỉ nè căn này hay là căn project ở miền project vớ té khăn trong thá và cả project đầm bay lụa luôn này bà rồi đó khai chỉ nè cục cồn chọn cua nóក្នុងxã bản có bắt to rồi hồ đó bàn khai chỉ nè đại bạc cả đã chịu cam một ấy để họ ta modern này chẳng tự tung bật resort bọc bón khơi tha riêng pi tập bón được khó play vì trả chịu cam đọt tây khơi khó play chẳng ái trong cho nó để tha quật cứ nhung cầm đọt khơi nè để quật cả là nó comfort zone mui để bên trong nồi cú hay quật bọc bón mà chặt đầm cả chim chỉ bột cờ lứt bạc khai tịch hay từ rụt ngày tiệt khơi như này nó cứ commitment khẳng còn bàn tay để xa bón miền cũng đất mũi tha mền pan năng nghề bón từ đôi chùm nô ban lớn nâng chẳng bạn bón ở từ rốt cả lại ná để những ai đến số pika cục rồi chịu cắm để professional phục bón còn miền cũng đất các bất bây giờ miền dây miền tên thức cả lại cũng đất bón trên đập bên nước máu từ đó cũng đất chịu cắm và bón miền từ bên nước ngoài con là thay dương ở space với tha nâng khai chìm chả chịu cắm ấy kì từ mà lớp ban khai chia mà cha này modern này bên đây nhưng trong trạng lại những tích tầm bất tức càng như được trong thơ freelance bỏ trẻ tô mùi chấm điên bậc nhóm không thơ thế cô mà sai mà sai call IT nào mà sai call kênh nâng IT rồi tăng pin nơi bật bóng bật có IT từ sim rip có căn nơi IT đỏ pin mà bật bóng vĩnh có IT làng mỏng vĩnh có nó không IT xong bây chia team lực xá có nó không IT đại chẳng mà vọt nó cứ nó không IT từng ở bên này tha chùm hô cho bà lùa hay rừng mồm chẳng kênh thaบทวิสอดมวยนี่คือเพลงให้หล่อสำหรับเนี่ยตามด้านกระโดดเฉียงคอมโตรจังจังไอ้บองเมียนมาเตะมันติดโดยสายยังก็จิตเชียนโจลที่ไปจับได้จังบองเมียนมาเตะต่อการกรรมที่กระโดดเฉียงคอมโตรนึงเนี่ยตามด้านบ่าจีจงกล่าวอย่าสมอคุณกรรมที่ดาลอมือนี้แต่อนุญาตให้ขยมใจดำเนินในเอาไว้ได้จีครูนบักขยมบ่าต่อการตัวเสกชนให้ชมกระทาวิจีคีมวยจำนวนทมสำหรับเอากรุ๊ปนี้ยกจีเซรีจีตรึสไดเต้มันจีบอบพิซาวได้เต้มาในทางจีตรึสไดมวยได้อาจปรับรุ่นไอ้บ้านให้ชมจังจัดเงินทาเบอร์ยังจังโรคสียังเถอสู้รุ่นไอ้ทายังทลอบานดักนอมกรมหนมวยโจกใจหนึ่งให้เบอร์เซนในยังจังโรสียังสู้รุ่นไอ้เดียทาบ่จังดักนอมกรมหนมวยโจกใจสู้ทายังอาจดักนอมเทียนพนัยมวยพนัยมวยเรือกรมมวยโจกใจหนึ่งให้สู้ทาดับใบเธอประเทียนพนัยบ้านทาเนี่ยต่างออกนี้ดักนอมพลุนไอโจกใจหนึ่งเอาไว้เดินให้กึศเอาไว้เดินต่างออกนี้กึศถ้าตาเนี่ยต่างออกนี้ไอเธอบานเธอเวชใจมาบานหนึ่งหลายนึกเนี่ยร้อยแต่สู้ดังต่อมาพลุนไอจึงบอกปิซาวคือเวียสำคัญมันพอตเลือกาปิซาวปีศาจจะได้เหมือนเมนจีการเพื่อจิงมาปีกาอ่านก็โดยจีปีกาปราบบอลเนี่ยเราเตยได้เอาไปตั้งอ๋อแต่ที่มันเยอะจิงเมาคือจีประวัติบอกปีศาจคลุนจมตัวจังเบียร์คอปีสมัติกรรมชีวิตบอลเนี่ยออกนี่จังเนี่ยเราให้กอดอาโยโดยที่ชมบานได้ปัญหาประดาวเป็นเลือดสมัติกรรมชีวิตบอกคลุนไอ้เนี่ยคืออาโยทุกสิ่งเอาไปเด็กชมบางไฮเตอร์นี้หรือก็บอกปีศาจเด็กชมบางไฮเตอร์นี้เนี่ยเราให้อาโยเตอร์บรรทายจิตทิศโจ้พนงกาอภิบาลรุ่นไอเอาดิจำนานบานบ่าสมอคุณบาทเอาคุณบองสำหรับการดอนมาเตะช่วงกลอยก็โดยจิตซาต่อการบองคนตามร้านในคอมโตรบ่อยืนคือเกียร์ซาได้มีอัตนัยให้สำคัญปูบ่อยืนมือมาเพลทมาดอลทัวร์เจียมจ่ายจิวการบากระมุนสูเลยกับบอลแต่เนื้อปีกลอยเวียมันเป็นจีการกีทัวร์แต่ก็ยืนไอทัวร์บาทบางส่วนจะยืนมีคอมมิตมันในการแหลกบองมาจากนู่นก็โดยจีมีนเรื่องจีเคลมเซ่อะไรสำคัญในจุงเป็นสายเตียนจังยังก็เชียนโจมาดอลที่ไปจับได้ให้ยังบาดเลนินจีเนี่ยสำหรับสมบูรณ์ของการวิธียังก็หนึ่งซ่อนในยาทานหนึ่งชี้ยิ้มโรประเทศบอดหล่อล้อทำไมนำใบจีบอดบิซอดดอลบางคนเนี่ยตามนั้นก็โดยจีเนี่ยคอมโตรจีมวยหนึ่งnhiềuกิจยุแต่จีมันจ่ายชีวิตการทำไมให้หนึ่งบอดบิซอดพลายนำใบจูนบางคนออกเนี่ยนำใบจีขี้มุ้ยในขนมการจับดามก็โดยจีขี้มุ้ยในขนมการดอกสายในกำปงแต่ประเทศในขนมการรุ่นในประจำง่ายก็โดยจีชีวิตการบอกล้วน
ក្រោយខ្ញុំបាទលេនីនរួមជាមួយនឹងភ្ញៀវកិត្តិយសយើងបងពិសាលសូមអរគុណសូមជម្រាបលា